Mobile Legends នឹងធ្វើការដកទៅលើ Hero Marksman ចេញដែលចូលប្រកួតនៅក្នុង Skin M8 ឬក៏ M8 ទេព័ត៌មាននឹងផងដែរគឺថាកាន់តែច្បាស់មែនតើណាគ្នាយើងដែលសារតាការប្រកួត M8 នឹងវាចិត្តមកដល់មែនតើហើយមូលហេតុមានតែមួយគត់ដែល Mobile Legends គេធ្វើការដក Hero Marksman ចេញគ្នាយើងប្រកាសជាដឹងដូចគ្នាហើយដោយសារតែពពួក M Series ហ្នឹងគឺថាមាន Marksman ច្រើនខ្លាំងមែនតើមាន Cloud មាន Granger Beatrice មាន Clean ទៀតយើងរាប់ទាំង Roger ដែលជាប្រភេទ Marksman ដែរគឺថា5 skin បាត់ហើយគ្រាន់តែថា skin Marksman នោះច្រើនខ្លាំងមែនតើអញ្ចឹងហើយបាន Mobile Legends គេចង់ផ្ដល់ឱកាសឲ្យទៅ role ផ្សេងដូចជា Mage ឬក៏ Tank ឬក៏ Assassin អីចឹងទៅតែបើតាមខ្ញុំគិតទោះបីជាដក Hero Marksman ចេញក៏ដែរខ្ញុំគិតថា Hero Mage នៅតាមមិនជាប់អញ្ចឹងថាតើនៅមាន Hero Fighter ទៀតហើយបើថាពពួក Assassin វិញក៏ល្បីដែរមាន Link មាន Gusion មាន Lancelot អីនេះបើថាដក Marksman ចេញហើយសុកមិនស្រួលទៅជាប់3នាក់នឹងទៀតតែគ្នាយើងទោះបីជា Mobile Legends គេដក Hero Marksman ចេញអស់ក៏ដែរប៉ុន្តែអត់អស់ទេនៅសល់2 Hero ទៀតដែលជា Marksman ដដែលហ្នឹងដែល Hero ទី1គឺជា Hero Yi Samsin ណាគ្នាយើងដែល Hero ហ្នឹងកាត់ Assassin ជាមួយនឹង Marksman ហើយ Hero ទី2គឺជា Edit ហ្នឹងកាត់ Tank ជាមួយ Marksman ដែរអញ្ចឹងហើយ player Mage កំដន់អាចសប្បាយចិត្តដោយសារតែ Hero Marksman នៅតែមានមុខនៅក្នុងការប្រកួតនឹងដដែលតែគាត់ថាគេជាកូនកាត់អីចឹងណាហើយពីណាមិនដឹងថា Pro Yi Samsin នឹងល្បីមិន Hero នឹងខ្លាំងហើយល្បីទៀតគេលេងច្រើនណាខ្ញុំលេងវគ្គណាក៏សឹងតែជួប Hero នឹងគ្រប់ម៉ាច់ដែរអញ្ចឹងហើយ player Mage គ្នាយើងមានសង្ឃឹមអត់សម្រាប់ skin M8 M8 ហ្នឹងតែខ្ញុំឃើញមានអ្នកលេង Mage ច្រើនដែរប៉ុន្តែដល់ពេលប្រកួតគឺអត់ដែរឈ្នះគេចឹងអត់យល់ហើយសម្រាប់ Hero Mage ដែលខ្ញុំគិតថាអាចនឹងឈ្នះទៅលើការប្រកួតហ្នឹងមានដូចជា Harad Lunok Esmeralda Vexana និង Eve ដែលគ្នាយើងខ្លះក៏ចំណាំហៅថា YVE អញ្ចឹងណាខ្ញុំភ្លេចមួយទៀត Cecilian ដោយសារតែឆ្នាំទៅហ្នឹងគឺ Cecilian ប៊ីនឹងឈ្នះ Granger ដោយសារតែប្រភេទ Hero អស់ហ្នឹងជាប្រភេទ Hero Mage ប៉ុន្តែគេ pick លេងនៅក្នុងកម្មវិធីធំច្រើនមែនតើដូចជា YVE ហ្នឹង Eve ហ្នឹងគឺគេលេងច្រើនណាស់នៅក្នុងកម្មវិធីប្រកួតតែគ្នាយើងប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយខ្ញុំនៅតែមានអារម្មណ៍ថា Hero Mage នៅតែមិនអាចឈ្នះអញ្ចឹងនៅក្នុង M8 M8 ហ្នឹងហើយចុះគ្នាយើងវិញគិតថា Hero មួយណាដែលគួរតែឈ្នះនៅក្នុងការប្រកួតបន្ទាប់នៅលើ skin M8 M8 ហ្នឹងគ្នាយើងជួយ comment ប្រាប់ខ្ញុំម្នាក់មួយផង